សូមស្វាគមន៍លោកអ្នកមកកាន់ពិភពនៃរឿងរ៉ាវដ៏អាតកំបាំងនិងព្រឺព្រួចដែលកប់ជ្រៅក្នុងប្រវត្តិសាស្ត្រនៃទឹកដីសវណ្ណភូមិយើងវេលានេះពេលដែលភាពងងឹតគ្របដណ្ដប់ពាសពេញផ្ទៃលោកហើយសំឡេងសត្វរាត្រីចាប់ផ្ដើមបន្លឺឡើងតើលោកអ្នកមានសេចក្តីក្លាហានគ្រប់គ្រាន់ទេក្នុងការស្ដាប់រឿងរ៉ាវដែលដូនតាយើងធ្លាប់ហាមប្រាមមិនឲ្យនិយាយនៅពេលយប់រឿងដែលយើងនឹងលើកយកមកនិទាននៅរាត្រីនេះមិនមែនជារឿងខ្មោចលងបន្លាចធម្មតានោះទេប៉ុន្តែវាជារឿងរ៉ាវដែលតាក់ទងនឹងសច្ចៈបំណន់ការលោភលន់និងវិញ្ញាណក្ខន្ធដែលនៅតែវិលវល់ការពារសម្បត្តិបុព្វបុរសរាប់រយឆ្នាំមកហើយសូមលោកអ្នកបិទភ្លេងរកកន្លែងស្ងប់ស្ងាត់ហើយរៀបចំចិត្តព្រោះរឿងវិញ្ញាណចាំប្រាសាទឈូកសនឹងចាប់ផ្ដើមនៅពេលនេះកាលពីយូរលង់ណាស់មកហើយនៅក្នុងសម័យកាលមួយដែលអាណាចក្រអង្គរដ៏រុងរឿងបានឆ្លងកាត់ភ្លើងសង្គ្រាមនិងការបោះបង់ចោលឆ្ងាយពីទីប្រជុំជនជ្រៅទៅក្នុងព្រៃស្បាយស្បាំងនៃតំបន់ជើងភ្នំដងរែកមានភូមិតូចមួយឈ្មោះថាភូមិគោកថ្លអ្នកភូមិនោះរស់នៅដោយការអាស្រ័យលើអនុផលព្រៃឈើនិងការធ្វើស្រែចម្ការប៉ុន្តែទោះបីជាពួកគេស្គាល់ព្រៃភ្នំច្បាស់យ៉ាងណាក៏ដោយក៏នៅតែមានដែនដីហាមឃាត់មួយដែលគ្មាននរណាម្នាក់ហ៊ានឈានជើងចូលទៅសូម្បីតែនៅពេលថ្ងៃត្រង់ដែលមានពន្លឺព្រះអាទិត្យចាំងចែងក៏ដោយទីនោះគឺជាបរិវេណនៃប្រាសាទឈូកសប្រាសាទនេះត្រូវបានសាងសង់ឡើងតាំងពីសម័យអង្គរដ៏រុងរឿងប៉ុន្តែត្រូវបានបោះបង់ចោលឲ្យនៅកណ្ដាលព្រៃជ្រៅដើមឈើធំបានដុះហុំព័ទ្ធឬពោបានរុំប៉ងចិញ្ចាំងថ្មធ្វើឲ្យវាមើលទៅគួរឲ្យខ្លាចសង្វេគចាស់ទុំក្នុងភូមិតែងតែនិយាយប្រាប់កូនចៅតគ្នាអំពីប្រវត្តិនៃប្រាសាទនេះថាកាលពីសម័យសង្គ្រាមចុងក្រោយមុនការដួសរលំនៃរាជធានីមានមេទ័ពខ្មែរដ៏ក្លាហាននិងស្មោះស្ម័គ្រម្នាក់ឈ្មោះមេទ័ពក្រឡាហុំគង់លោកទទួលបញ្ជាពីព្រះមហាក្សត្រឲ្យនាំយកព្រះរាជទ្រព្យនិងគម្ពីរសិល្បៈសាស្ត្រសំខាន់នៃនគរមកលាក់ទុកឲ្យនៅក្នុងប្រាសាទឈូកសនេះដើម្បីការពារកុំឲ្យធ្លាក់ទៅក្នុងដៃសត្រូវមុនពេលដែលសត្រូវវាយឡំបំពាត់នឹងសម្លាប់លោកមេទ័ពគង់បានធ្វើពិធីសច្ចាប្រណិធានដោយយកឈាមរបស់ខ្លួនបាចស្រោចលើមាត់ទ្វារប្រាសាទហើយអធិដ្ឋានថាដរាបណាបរលិងអញនៅមានដរាបនោះមិនអនុញ្ញាតឲ្យជនណាម្នាក់ដែលគ្មានឈាមជ័រជាអ្នកបន្តវេនឬមានចិត្តលោភលន់មកយកសម្បត្តិនេះបានជាដាច់ខាតអ្នកណាហ៊ានបំពានវានឹងคล้ายទៅជាខ្ញុំបំរើចាំប្រាសាទនេះជំនួសអញជារៀងរហូតចាប់តាំងពីពេលនោះមកគេតែងតែឮសំឡេងស្គរជ័យលាន់ឮចេញពីប្រាសាទនៅយប់ថ្ងៃសិលនិងឃើញពន្លឺភឿងពណ៌ខៀវហក់ក្រលឹងជុំវិញកំពូលប្រាសាទនៅក្នុងភូមិគោកថ្លក់នោះមានយុវជនម្នាក់ឈ្មោះសួរគឺជាអ្នកប្រមាញ់ដ៏ជំនាញម្នាក់មានចិត្តក្លាហានមិនសូវចេះខ្លាចអីនោះទេប៉ុន្តែគេមានជីវភាពក្រីក្រលំបាកភាពក្រីក្រនេះហើយដែលធ្វើឲ្យចិត្តរបស់គេចាប់ផ្ដើមមានមហិច្ឆតាចង់ខ្លាយទៅជាញាមានថ្ងៃមួយមានឈ្មួញកណ្ដាលម្នាក់មកពីស្រុកឆ្ងាយឈ្មោះថាតាចិនកុកជាមនុស្សមានល្បិចកលនិងលោភលន់គាត់បានដឹងអំពីពាក្យចចាមរាមនៃកំណប់នៃប្រាសាទឈូកសហើយបានមកលួងលំសួរឲ្យធ្វើជាអ្នកនាំផ្លូវនៅល្ងាចថ្ងៃមួយខណៈដែលសួរកំពុងអង្គុយសម្រួយព្រួយនៅមុខខ្ទមតាចិនកុកបានដាវចូលមកជិតនិងនិយាយខ្សឹបថាអាសួរឯងគឺជាមនុស្សពូកែតែមិនក៏សុខចិត្តរស់នៅក្នុងខ្ទមរខេរខាបែបនេះអញឮថាឯងស្គាល់ផ្លូវក្នុងព្រៃច្បាស់ណាស់បើឯងហ៊ាននាំអញទៅប្រាសាទឈូកសយប់នេះតែមួយយប់ប៉ុណ្ណោះយើងទាំងពីរនាក់នឹងក្លាយទៅជាសេដ្ឋីអញមានផែនទីសម្ងាត់ដីចង្អុលបង្ហាញកន្លែងកប់កំណប់នោះសួរឮហើយក៏ចាប់ផ្ដើមលង្លេចិត្តគេធ្លាប់ឮរឿងតំណមហាមឃាត់ប៉ុន្តែភាពលោភលន់បានចាប់ផ្ដើមគ្របដណ្ដប់លើការភ័យខ្លាចសួរឆ្លើយតបទៅវិញថាប៉ុន្តែតែចិនកុកចាស់ហាមដាត់ខាតមិនឲ្យទៅទីនោះគេថាមានខ្មោចមេទ័ពកាចសាហាវណាស់ចាំនៅទីនោះតាចិនកុកសោយចង្អោថារឿងខ្មោចព្រាយជារឿងដែលចាស់បង្កើតឡើងដើម្បីបន្លាចក្មេងកុំឲ្យទៅលេងឆ្ងាយតែប៉ុណ្ណោះឯងជាប្រុសកុំកំសាកខ្មោចមិនអាចធ្វើអ្វីមនុស្សដែលមានអាវុធនិងមានប្រាក់នោះទេទីបំផុតសួរក៏យល់ព្រមដោយសារតែចង់បានទ្រព្យសម្បត្តិព័ត៌មាននេះបានលេចធ្លាយដល់ត្រចៀកតាឡុកដែលជាមេភូមិនិងជាអ្នកចេះមុនអាគារ
กอดบันประยับមកហាមខាត់សួរទាំងទឹកមុខភ័យព្រួយថាអាសួរចៅកុំប្រទប់ជីវិតអីកន្លែងនោះមិនមែនសម្រាប់មនុស្សរស់ទេវិញ្ញាណលោកមេតបគង់លោកមិនដែរទៅណាទេលោកនៅចាំទីនោះដោយសេចក្តីស្មោះត្រង់និងគំនុំអ្នកដែលចូលទៅដោយចិត្តលោភលន់មិនដែលបានត្រឡប់មកវិញទេសួរមិនស្ដាប់ហើយតបវិញដោយសំឡេងរឹងរស់ថាលោកតាខ្ញុំខ្លាចភាពក្រីក្រជាងខ្លាចខ្មោចខ្ញុំសន្យាថាបើខ្ញុំបានទ្រព្យខ្ញុំនឹងយកមកសង់វត្តឲ្យលោកតានិយាយចប់សួរនឹងតាចិនកុកក៏ចេញដំណើរចូលទៅក្នុងព្រៃនៅពេលព្រលប់យប់នោះគឺជាយប់ខែដាត់ផ្ទៃមេឃងងឹតសូនសង់គ្មានសូម្បីតែពន្លឺព្រះអាទិត្យចាំងចែងក៏ដោយខ្យល់បក់ក្នុងព្រៃលាន់ឮសូវូវូដោយសំឡេងមនុស្សយំថ្ងោអ្នកទាំងពីរធ្វើដំណើរដោយប្រើភ្លើងចន្លួសកាន់តែចូលជ្រៅទៅក្នុងព្រៃបរិយាកាសកាន់តែប្រែប្រួលសំឡេងសត្វចង្រៃដែលធ្លាប់ឮក៏ប្រែទៅជាស្ងាត់ឈឹងជំនួសដោយភាពស្ងប់ស្ងាត់មួយដែលគួរឲ្យព្រឺក្បាលជួនកាលពួកគេមានអារម្មណ៍ថាមានភ្នែករាប់សិបគូកំពុងសម្លឹងមើលពួកគេពីក្រោយដើមឈើងងឹតងងឹតតាចិនកុកចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាចគាត់និយាយទាំងសំឡេងញ័រថាអាសួរអញថាដូចមិនស្រួលដែរមិនក៏ត្រចាក់ខ្នងម្លេះសួរទោះបីជាភ័យដែរប៉ុន្តែនៅធ្វើចិត្តក្លាហានហើយនិយាយថាកុំភ័យតែចិនកុកយើងចិត្តដល់ហើយនោះឃើញកំពូលប្រាសាទហើយតើនៅចំពោះមុខពួកគេរូបរាងប្រាសាទថ្មបុរាណបានលេចចេញពីភាពងងឹតវាឈរស្ងៀមត្រឹងដូចជាបិសាចថ្មដ៏ធំពេលពួកគេឈានជើងចូលដល់ខ្លោងទ្វារប្រាសាទខ្យល់ត្រជាក់មួយបានបក់បោកយ៉ាងខ្លាំងធ្វើឲ្យភ្លើងចន្លួសស្ទើរតែរលត់អស់ធ្វើឲ្យទីនោះងងឹតសូនសង់នៅក្នុងភាពងងឹតនោះស្រាប់តែមានពន្លឺពណ៌ខៀវស្រអាប់មួយបានប្រមូលគ្នាទៅនៅអវ័យបលាំងថ្មពន្លឺនោះបានប្រែរូបរាងទៅជារាងកាយរបស់មនុស្សម្នាក់ដែលមានមាឌធំសម្បាស្លៀកពាក់ជាមេតបបុរាណកាន់ដាវដ៏ធំមួយមុខរបស់គាត់មានពណ៌ខៀវក្រមៅភ្នែកក្រហមឆ្អៅដូចរងើភ្លេងសម្លឹងមើលពួកគេទាំងពីរដោយកំហឹងសំឡេងមួយដ៏ធ្ងន់ហើយលាន់ឮដូចផ្គរលុនបានបន្លឺចេញពីវិញ្ញាណនោះថាពួកអាមនុស្សចង្រៃពួកឯងជានរណាគេហេតុអ្វីបានជាហ៊ានមករំខានដំណេបរបស់អញនិងបំពេញសច្ចៈបំណន់នៅទីនេះតាចិនកុកភ័យលាស់ព្រលឹងដួលទៅលើដីគាត់និយាយទាំងរវេរវាថាលោកម្ចាស់ខ្ញុំសូមអង្វរប៉ុន្តែវិញ្ញាណមេតបមិនស្ដាប់គាត់លើកដាវឡើងដាវនោះឆេះទៅដោយភ្លើងពណ៌ខៀវគាត់បន្លឺសំឡេងថាភាពលោភលន់របស់ឯងបានដាស់បណ្ដាសាហើយអញបានស្បិតថានឹងយកព្រលឹងអ្នកដែលបំពេញមកធ្វើជាខ្ញុំបម្រើចូលឯងមកជំនួសកន្លែងអញចោះភ្លាមនោះខ្យល់គួចមួយបានបោកប៉ុកទៅលើតាចិនកុកស្រែកដោយការឈឺចាប់យ៉ាងខ្លាំងរាងកាយរបស់គាត់បានត្រូវបឺតចូលទៅក្នុងជញ្ជាំងប្រាសាទនិងបាត់ស្រមោលទៅសួរឃើញហេតុការណ៍នោះក៏ភ័យរន្ធត់យ៉ាងខ្លាំងគេដឹងខ្លួនថាគេបានធ្វើខុសយ៉ាងធំធ្ងរដែលមិនស្ដាប់ពាក្យចាស់ទុំសួរលុតជង្គង់ដាងសំពះទៅកាន់វិញ្ញាណនោះនិងនិយាយទាំងទឹកមាសថាលោកម្ចាស់មេតបដ៏ពិសិដ្ឋខ្ញុំម្ចាស់ខុសហើយខ្ញុំលោភលន់មិនបានគោរពទីកន្លែងសក្ការៈសូមលោកម្ចាស់មេត្តាអភ័យទោសដល់ខ្ញុំម្ចាស់ផងខ្ញុំសន្យាថាមិនត្រឡប់មកទីនេះទៀតទេនឹងប្រាប់កូនចៅឲ្យចេះគោរពកន្លែងនេះវិញ្ញាណមេតបគង់បានបែរមកសម្លឹងសួរភ្នែកក្រហមឆ្អៅនោះហាក់ដូចជាតុនប្លន់មិនត្រិតគាត់និយាយដោយសំឡេងធ្ងន់ថាឯងនៅមានចិត្តសំនឹកខ្លះមិនដូចអាម្យ៉ាងនោះដែលលោភលន់ងងឹតងងល់នោះទេប៉ុន្តែការបំពេញត្រូវតែមានតម្លៃឯងនឹងលែងឯងទៅតែឯងត្រូវចងចាំយប់នេះទុកជាមេរៀនអស់មួយជីវិតថាចប់វិញ្ញាណនោះក៏រលាយបាត់ទៅវិញសួរប្រញាប់ប្រញាល់រត់ចេញពីប្រាសាទនោះទាំងប្រលឹងចុងសក់ដោយមិនហ៊ានងាកក្រោយនិងមិនហ៊ានយកទ្រព្យសម្បត្តិអ្វីសូម្បីតែមួយកាក់មួយសេនគេរត់កាត់ព្រៃទាំងយប់រហូតមកដល់ភូមិវិញនៅពេលព្រឹកល្មិញចាប់តាំងពីថ្ងៃនោះមកសួរក៏คล้ายទៅជាមនុស្សស្ងៀមស្ងាត់សក់របស់គេដែលធ្លាប់តែខ្មៅក៏ប្រែទៅជាស្កៅមួយចំហៀងក្បាលត្រឹមតែមួយយប់តែប៉ុណ្ណោះគេតែងតែទៅវត្តធ្វើបុណ្យឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធនៅប្រាសាទនោះនិងតែងតែប្រាប់រឿងរ៉ាវនេះដល់ក្មេងៗជំនាន់ក្រោយដើម្បីជាការដាស់តឿនសូមអរគុណចំពោះការតាមដានស្ដាប់រឿងនិទាននៅរាត្រីនេះសូមជួបគ្នានៅរឿងរ៉ាវបន្តប្រសិនបើលោកអ្នកនៅតែមានសេចក្តីក្លាហាន